อัฏฐกถาสุมณสูตรบัทธาสุมณีរាជកុមារីគឺព្រះរាជធីតានៃព្រះបាទបសេនតិកោសលមានព្រះនាមថាសុមនីដែលបានព្រះនាមដូច្នោះព្រោះព្រះរាជធីតាទ្រង់បានធ្វើនៅសក្ការៈហើយទ្រង់តាំងសេចក្តីប្រាថ្នាទុកមកសេចក្តីពិស្ដារមានតាំងអំពីសាសនានៃព្រះសម្មាសម្ពុទ្ធវិបស្សីគឺពួកនៅនគរគិតថាពួកយើងបញ្ចប់សង្គ្រាមហើយពួកយើងក៏បីថ្វាយទានដល់ព្រះសង្ឃមានព្រះពុទ្ធជាព្រះសាស្តារបស់យើងជាប្រមុខដោយមានអ្នកនគរអាស្រ័យសេនាបតីហើយធ្វើបុណ្យតាមលំដាប់ដូច្នេះក្នុងថ្ងៃមុនដំបូងជាវីរៈរបស់សេនាបតីក្នុងថ្ងៃនោះសេនាបតីត្រៀមមហាទានដាក់មនុស្សយាមការពារជុំវិញដោយបញ្ជាថាថ្ងៃនេះពួកអ្នកចូលយាមដោយប្រុងប្រយ័ត្នគឺកុំឲ្យមាននរណាមកថ្វាយភិក្ខាឡើយក្នុងថ្ងៃនោះភរិយាលោកសេដ្ឋីម្នាក់អង្គុយយំផងនិយាយទៅរកធីតារបស់ខ្លួនផងថាកូនស្រីម្ដាយអើយប្រសិនបើបិតារបស់កូនរស់រានមានជីវិតនោះម្ដាយនឹងនិមន្តព្រះទសពលឆាន់ជាគ្រាដំបូងកូនស្រីនិយាយនឹងមាតាថាបើពិតអ្នកម៉ែសូមអ្នកម៉ែកុំភ័យព្រួយអ្វីឡើយកូននឹងធ្វើដោយឧបាយវិធីដែលអាចឲ្យព្រះសង្ឃមានព្រះពុទ្ធបរមគ្រូជាប្រមុខឆាន់នៅភិក្ខារបស់យើងជាគ្រាដំបូងភ្លាមនោះធីតានៃលោកសេដ្ឋីបានចាត់ចែងចង្ហាន់ដែលមិនមានទឹកគឺនិរុតកៈបាយាដាក់ចុះនៅក្នុងថាសមាសដែលថាសនោះមានតម្លៃ1សែនរហូតពេញថាសហើយទៅដាក់ទឹកដោះគោទឹកឃ្មុំនិងស្ករគ្រុះជាដើមលាយចូលទៅយកថាសមួយទៀតមកគ្របរួចហើយយកភួងផ្កាម្លិះនោះមករៀបចំគ្របពីលើភាជនៈនោះឲ្យដូចជាភាជនៈផ្កាម្លិះដូច្នោះឯងលុះដល់ផុតទៅកាលព្រះដ៏មានព្រះភិក្ខស្ដេចយាងព្រមដោយព្រះភិក្ខុសង្ឃចូលទៅកាន់ភូមិសម្ដៅទៅផ្ទះសេនាបតីសេដ្ឋីធីតានាងនាំយកភាជនៈមាសដាក់ភិក្ខាគ្របដោយផ្កាម្លិះមានពួកនាងទាសីហើយហោមចេញអំពីផ្ទះស្កាត់ផ្លូវព្រះដ៏មានព្រះភិក្ខនៅក្នុងរវាងផ្លូវពួកអ្នកយាមរបស់សេនាបតីពោលថាណែនាងកុំទៅផ្លូវនេះធម្មតាអ្នកមានបុណ្យច្រើនរមែងមានពាក្យសម្ដីត្រូវចិត្តអ្នកស្ដាប់នាងពោលទៅរកអ្នកយាមទាំងឡាយដែលចេះតែហាមហើយហាមទៀតថាលោកបងលោកពូលោកអ៊ំព្រោះហេតុអ្វីបានជាមិនអោយពួកនាងខ្ញុំចូលទៅពួកអ្នកយាមពោលថាអើនាងលោកសេនាបតីចាត់ពួកយើងឲ្យយាមរក្សាការដោយបង្គាប់ថាកុំឲ្យមាននរណានាំយកអាហារភោជនចូលមកជាដាច់ខាតនាងពោលថាក៏ពួកលោកឃើញអាហារភោជននៅក្នុងដៃរបស់ខ្ញុំឬពួកអ្នកយាមពោលថាឃើញតែភួងផ្កានាងក៏សួរថាលោកសេនាបតីមិនឲ្យធ្វើសំបីតែការបូជាដោយភួងផ្កាឬពួកអ្នកយាមពោលថាលោកសេនាបតីអត់ហាមទេនាងពោលថាបើអីចឹងសូមពួកលោកបើកផ្លូវទៅបានឱកាសហើយនាងក៏ចូលទៅគាល់ព្រះដ៏មានព្រះភិក្ខហើយក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះអង្គទ្រង់ទទួលនៅភូមិផ្កាម្លិះនេះព្រះអង្គព្រះដ៏មានព្រះភិក្ខទ្រង់ទាត់ព្រះនេត្រទៅរកអ្នកបម្រើសេនាបតីម្នាក់ហើយត្រាស់ឲ្យទទួលភូមិផ្កាម្លិះទុកតាមព្រះអង្គទៅនាងថ្វាយបង្គំព្រះបរមសាស្តាហើយនាងតាំងសេចក្តីប្រាថ្នាថាកាលដែលខ្ញុំម្ចាស់កើតនៅក្នុងភពតូចភពធំតទៅសូមកុំឲ្យខ្ញុំម្ចាស់មានជីវិតរស់នៅដោយសេចក្តីតក់ស្លុតឡើយសូមឲ្យបានជាទីស្រឡាញ់ដូចជាភូមិផ្កាម្លិះនេះនិងសូមឲ្យមានឈ្មោះថាសុមនីរហូតព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ថានាងចូលបានសេចក្តីសុខចុះសេដ្ឋីធីតាថ្វាយបង្គំហើយធ្វើប្រតិសិនព្រះដ៏មានព្រះភិក្ខក្រាបទូលលាត្រឡប់ទៅផ្ទះវិញព្រះដ៏មានព្រះភិក្ខស្ដេចយាងដល់ផ្ទះសេនាបតីទ្រង់គង់ប្រថាប់លើអាសនៈដែលគេក្រាលថ្វាយសេនាបតីកាន់យកបបរយាគូបង្អោនចូលទៅថ្វាយព្រះបរមសាស្តាទ្រង់យកព្រះហស្ថបិទបាតសេនាបតីក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនភិក្ខុទាំងឡាយគង់រៀបរយហើយព្រះអង្គព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ថាតថាគតបានបណ្ឌបាតក្នុងរវាងផ្លូវហើយសេនាបតីលើកភួងផ្កាម្លិះចេញបានឃើញបណ្ឌបាតមធុបាយៈគ្រប់លំមដល់ភិក្ខុសង្ឃទាំងឡាយដួសថ្វាយតាំងពីព្រះដ៏មានព្រះភិក្ខទៅរីឯសេនាបតីបានថ្វាយនៅទេយ្យធម៌របស់ខ្លួនព្រះបរមសាស្តាសោយស្រេចហើយទ្រង់ត្រាស់សម្ដែងនៅមង្គលកថារួចស្ដេចយាងត្រឡប់សេនាបតីសួរថាស្ត្រីដែលថ្វាយបណ្ឌបាតជានរណាកូនស្រីលោកសេដ្ឋីទៀនប្រុសសេនាបតីគិតថាស្ត្រីដែលមានបញ្ញាការដែលមកនៅក្នុងផ្ទះរបស់យើងគឺជាសក្យសម្បត្តិរបស់បុរសមិនមែនរកបានដោយក្រទេ
គិតហើយទៅចាត់ចែងនាំនាងមកតាំងទុកក្នុងតំណែងជាប្រមុខសេដ្ឋីធីតាបានមកនៅក្នុងផ្ទះសេនាបតីហើយក៏ចាប់ផ្ដើមចំណាយទ្រព្យនៅក្នុងផ្ទះរបស់មេដានិងក្នុងផ្ទះរបស់សេនាបតីថ្វាយទានដល់ព្រះសម្មាសម្ពុទ្ធបំពេញបុណ្យរហូតអស់អាយុការដែលនាងចុតិអំពីមនុស្សលោកបានទៅបដិសន្ធិនៅក្នុងទេវលោកកាមាវជ្រៈសួគ៌ក្នុងខណៈដែលកើតភ្លៀងនោះឯងមានភ្លៀងផ្កាម្លិះទូទៅពេញទេវលោកត្រឹមក្បាលជង្គង់ពួកទេវតាទាំងឡាយគិតគ្នាថាទេពធីតានេះកាន់យកឈ្មោះរបស់ខ្លួនដោយខ្លួនឯងមកទេពដាំងនាមទេពធីតាថាសុមនាទេពធីតាចុតិបដិសន្ធិនៅក្នុងទេវលោកនិងមនុស្សលោករហូតដល់89កាប់ក្នុងទីដែលនាងកាត់ហើយនោះភ្លៀងផ្កាម្លិះក៏ធ្លាក់ចុះមកជានិច្ចទើបមានឈ្មោះថាសុមនាដូចដើមការដែលនាងបដិសន្ធិនៅក្នុងព្រះគោរបស់ព្រះកមហាសីនៃព្រះបាទបសេនតិកោសលក្នុងថ្ងៃនោះឯងកុមារិកា500នាក់ក៏បដិសន្ធិក្នុងត្រកូលនោះហើយប្រសូតចក្រក្នុងថ្ងៃតែមួយជាមួយគ្នាទាំងអស់ក្នុងគណៈព្រះរាជធីតាប្រសូតនោះឯងភ្លៀងផ្កាម្លិះធ្លាក់ចុះប្រមាណត្រឹមក្បាលជង្គង់ព្រះរាជាតតប្រណេតឃើញព្រះធីតាទ្រង់សប្បាយព្រះហឫទ័យក្រៃលែងដល់ព្រះរាជាទ្រង់ជ្រាបថាព្រះរាជធីតានេះជាអ្នកមានបុណ្យបានសាងទុកមកហើយធីតារបស់យើងកាន់យកឈ្មោះរបស់ខ្លួនមកដោយខ្លួនឯងទៅទ្រង់ព្រះរាជទានព្រះនាមថាសុមនាដល់ព្រះរាជធីតារបស់ព្រះអង្គព្រះរាជាទ្រង់ព្រះតម្រិះថាធីតារបស់យើងប្រកាសជាមិនកាត់មកម្នាក់ឯងនោះឡើយទ្រង់ឲ្យស្វែងរកឃើញមានទេរិកា500នាក់កើតក្នុងព្រះនគរទើបទ្រង់ត្រាស់ឲ្យចិញ្ចឹមទុកទាំងអស់ហើយត្រូវនាំមកបង្ហាញដល់ធីតារបស់យើងមួយខែម្ដងនៅពេលដែលព្រះរាជធីតាមាននៅព្រះជន្មវស្សាបាន7ខួបលោកសេដ្ឋីអនាថបណ្ឌិតបានសាងវត្តចេតពុនមហាវិហារហើយស្រេចការដែលបានបញ្ជូនទូតទៅក្រាបទូលដល់ព្រះបរមសាស្តាហើយព្រះលោកកនេតជាព្រះសកុតសាស្តាមានព្រះភិក្ខុសង្ឃជាបរិវារស្ដេចយាងចូលកាន់ក្រុងសាវត្ថីអនាថបណ្ឌិតសេដ្ឋីបានចូលទៅក្រាបទូលដល់ព្រះរាជាថាបពិតព្រះមហារាជដ៏ចម្រើនព្រះពុទ្ធដំណើរស្ដេចយាងមកកាន់ទីនេះជាមង្គលទាំងដល់ខ្ញុំព្រះអង្គទាំងដល់ព្រះអង្គជាព្រះរាជាសូមព្រះអង្គទ្រង់ប្រោសឲ្យព្រះនាងសុមនារាជកុមារីព្រមដោយកុមារីដទៃជាបរិវារ500នាក់កាន់ក្អមទឹកនិងផ្កាកម្រងគ្រឿងក្រអូបជាដើមទទួលដំណើរព្រះទសពលព្រះអង្គព្រះរាជាទ្រង់ត្រាស់ថាល្អហើយលោកសេដ្ឋីហើយព្រះអង្គទ្រង់ចាត់ចែងដូច្នោះព្រះរាជធីតាក៏បានចូលគង់ព្រះបរមសាស្តាសម្មាសម្ពុទ្ធតាមពាក្យដែលព្រះបិតាទ្រង់ណែនាំបានបូជាដោយផ្កាកម្រងនិងគ្រឿងក្រអូបជាដើមហើយប្រដាប់នៅក្នុងទីដ៏សមគួរមួយហើយប្រថាប់នៅក្នុងទីដ៏សមគួរមួយព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់សម្ដែងព្រះធម្មទេសនាញ៉ាំងព្រះរាជធីតានិងកុមារីទាំង500នាក់ឲ្យតាំងនៅក្នុងសោតាបតិផលក្នុងរវាងផ្លូវថ្ងៃនោះមានក្រហោះបានសម្រេចសោតាបតិផល2000នាក់ព្រះនាងសុមនារាជកុមារីចូលគាល់ព្រះបរមសាស្តាព្រោះហេតុអ្វីព្រោះបំណងទូលសួរបញ្ហាបានស្ដាប់មកថាក្នុងព្រះសាស្តានៃព្រះសម្មាសម្ពុទ្ធកសបៈទសពលមានភិក្ខុ2អង្គជាសម្លាញ់នឹងគ្នាមួយអង្គបំពេញសារណយធម៌មានការចែកចាយនៅបច្ច័យ4ដែលខ្លួនបានមកដល់បុគ្គលដែលគួរឲ្យជាដើមចំណែកមួយអង្គទៀតលោកបំពេញនៅផតកវត្តបំពេញវត្តនៅក្នុងរោងផតដោយមិនបានឲ្យទានភិក្ខុដែលបំពេញនៅសារណយធម៌បោរំលឹកភិក្ខុជាសម្លាញ់ថាអ្នកដ៏មានអាយុឈ្មោះថាទានដែលមិនឲ្យផលរមែងមិនមានឡើយកាលឲ្យរបស់ខ្លួនដល់អ្នកដទៃហើយសម្បរិភោគទៅគួរភិក្ខុដែលបំពេញនៅផតកវត្តតបថាអ្នកដ៏មានអាយុអ្នកមិនដឹងទេឬការឲ្យតយធម៌ធ្លាក់ចុះរមែងមិនគួរបុគ្គលដែលកាន់យកត្រឹមអាហារញ៉ាំងជីវិតរបស់ខ្លួនឲ្យប្រព្រឹត្តទៅបានប៉ុណ្ណោះទៅគួរទាំងពីរអង្គមិនអាចញ៉ាំងគ្នាឲ្យនៅក្នុងឱវាទរបស់ខ្លួនបានក៏បំពេញវត្តតែរៀងខ្លួនរហូតចុតិចភពនោះបដិសន្ធិនៅក្នុងទេវលោកភិក្ខុដែលបំពេញនៅសារណយធម៌ក្របសង្កត់នៅភិក្ខុដែលមិនបានឲ្យទានដោយធម៌5យ៉ាងនៅក្នុងទេវលោកវល់នៅក្នុងទេវលោកនិងមនុស្សអស់មួយចន្លោះព្រះពុទ្ធទៅកើតនៅក្នុងក្រុងសាវត្ថី
អង្គដែលបំពេញនៅសារណីយធម៌បដិសន្ធិនៅក្នុងគរព្រះកមហេសីនៃព្រះបាទបសេនតិកោសលមួយអង្គទៀតបដិសន្ធិនៅក្នុងផ្ទៃនៃស្រីបម្រើរបស់ព្រះកមហេសីនោះហើយប្រសូតក្នុងថ្ងៃតែមួយជាមួយគ្នាក្នុងថ្ងៃដាក់ឈ្មោះពោលគឺថ្វាយព្រះនាមដល់ព្រះរាជបុត្រព្រះមេដាស្រង់ទឹកឲ្យបុត្រហើយដាក់បុត្រឲ្យផ្ទុំនៅក្នុងបន្ទប់ប្រកបដោយសេរីជាមួយនឹងបុត្ររបស់ស្ត្រីអ្នកបម្រើព្រះកមហេសីនោះឯងដោយរវល់នាំគ្នាចាត់ចែងកិច្ចការខាងក្រៅបន្ទប់ព្រះរាជបុត្របើកព្រះនេត្រឡើងបានឃើញស្វិតឆ័ត្រដ៏ធំផងទីកន្លែងផ្ទុំប្រកបដោយសេរីដែលគេចាត់ចែងយ៉ាងល្អផងព្រមទាំងព្រះរាជនិវេសប្រដាប់ដោយគ្រឿងអលង្ការផងទើបដឹងខ្លួនព្រះអង្គថាយើងកើតនៅក្នុងត្រកូលរាជត្រកូលព្រះរាជបុត្រនឹកថាយើងធ្វើកម្មអ្វីណោទៅបានកើតនៅក្នុងទីនេះដូច្នេះក៏រលឹកបានដោយផលនៃការបំពេញនៅសារណីយធម៌ព្រះរាជបុត្រគិតទៀតថាសម្លាញ់របស់យើងកើតក្នុងទីណាណោក៏បានឃើញនៅក្នុងទីដែលទៀបជាងខ្លួននោះឯងទាំងដែលបានជ្រាបថានេះព្រោះមកអំពីមិនជឿពាក្យរបស់យើងទៅពោលថាសម្លាញ់អ្នកមិនជឿពាក្យរបស់យើងពេលនោះទារុជាសម្លាញ់ក៏តបវិញភ្លាមថាបើអីចឹងតើវាយ៉ាងម៉េចព្រះរាជបុត្រក៏បានឆ្លើយបញ្ជាក់ប្រាប់ទៅថាអ្នកមើលសម្បត្តិរបស់យើងមើលយើងដេកនៅលើទីដ៏មានសេរីនៅក្រោមស្វិតឆ័ត្រចំណែកអ្នកវិញដេកនៅនឹងគ្រែទៀបលើកម្រាលរឹងរឹងទារុជាសម្លាញ់ពោលថាអ្នកឯងកើតមាននៅមានះព្រោះអាស្រ័យរបស់នឹងឬរបស់នឹងគឺគេយកសម្ពុតមករំពាត់នឹងឫស្សីគ្រាន់ជាបថវ័យទៀតប៉ុណ្ណោះមិនមែនទេឬព្រះរាជធីតាសុមនីបានស្ដាប់ពាក្យរបស់អ្នកទាំងពីរនោះហើយទើបគិតថានៅចិត្តប្អូនប្រុសទាំងពីររបស់យើងមិនមានអ្នកណាឡើយក៏បានដើរចូលទៅអែបនឹងមាត់ទ្វារបានឮពាក្យថាធាតុដូច្នេះក៏គិតថាពាក្យថាធាតុនេះមិនមាននៅខាងក្រៅអំពីព្រះពុទ្ធសាសនាឡើយប្អូនប្រុសរបស់យើងប្រកាសជាសមណទេវបុត្រព្រះរាជធីតាបានគិតតទៅទៀតថាបើយើងនឹងក្រាបទូលដល់ព្រះមេដាព្រះបិតាទារុទាំងពីរនិយាយគ្នាយ៉ាងនេះព្រះបិតាជាដើមមុខតែនឹងឲ្យគេនាំយកទៅចោលឬយ៉ាងម៉េចមិនខានដោយយល់ថាអ្នកទាំងពីរគឺជាអមនុស្សដូច្នេះយើងមិនប្រាប់ការនេះដល់អ្នកណាឡើយយើងនឹងទទួលសួរចំពោះព្រះទសពលដែលទ្រង់ជាព្រះបិតាវិបុត្រដាក់របស់យើងព្រះអង្គនឹងត្រាស់ប្រាប់សេចក្តីនេះឲ្យយើងបានដឹងច្បាស់សោយព្រះក្រយាពេលព្រឹកស្រេចហើយព្រះរាជធីតាក៏ចូលទៅគាល់ព្រះរាជាបិតាហើយទូលសូមការអនុញ្ញាតដើម្បីទៅគាល់ព្រះដ៏មានព្រះភិក្ខព្រះរាជាត្រាស់បង្គាប់ឲ្យចាត់ចែងរថគឺរទេះចំនួន500គ្រឿងសូមបញ្ជាក់ថានៅក្នុងចម្ពោះទ្វីបនេះមានតែកុមារី3នាក់ប៉ុណ្ណោះដែលមានរថ500គ្រឿងអំពីសំណាក់បិតារបស់ខ្លួនគឺព្រះនាងចន្ទីជាព្រះរាជធីតារបស់ព្រះបាទពំពិសាមួយនាងវិសាខាជាធីតារបស់សញ្ជ័យសេដ្ឋីមួយនិងព្រះនាងសុមនីរាជធីតានេះឯងមួយព្រះនាងសុមនីកាន់យកគ្រឿងក្រអូបនិងផ្កាឈើហើយបានឈរនៅក្នុងរថរបស់ខ្លួនដែលមានរថ500ទៀតជាបរិវារធ្វើដំណើរចូលទៅគាល់ព្រះបរមសាស្តាដោយគិតថាយើងនឹងទូលសួរនៅព្រះអង្គនៅបញ្ហានេះសេចក្តីទៅមាននៅក្នុងព្រះសូត្រខាងដើមស្រាប់ហើយសេចក្តីនៃរឿងនេះគឺបញ្យលតកតងជាមួយនឹងឈ្មោះថាសុមនីថាហេតុអ្វីបានព្រះនាងសុមនីហ្នឹងមានឈ្មោះថានាងសុមនីដោយហេតុដើមមកហ្នឹងគឺដោយនាងបានបូជាផ្កាម្លិះចំពោះព្រះបរមសាស្តា